បាទគោរពជំរាបសួរពុកម៉ែបងប្អូនបាទថ្ងៃនេះមានរបស់ពិសេសបាទលំដាប់ពិសេសមែនតើថ្ងៃនេះប្រភេទខ្នៃតៃសាបាទម្ចាស់គាត់វិញស្អុយហើមអស់ហើយរបស់នេះចូលទៅកាត់យកមកទេដោយសារគាត់តៃសាក្នុងព្រៃជ្រៅហើយពិសេសមែនតើបាទពិសេសណាស់ខ្នៃនេះបាទប្រភេទធំបាទធំមែនតើណាមកទឹក4ណាហើយបទាវិញឈិត2ហ៊ុន8បាទ2ហ៊ុន7lênតិចបាទគាត់អត់វាឈិត2ហ៊ុន8ទេតែខ្នៃនេះស្អាតតែខ្ញុំបានត្រាំព្រីង9ហ្នឹងហើយក៏លែងមានក្លិនធំទេដែរព្រោះខ្ញុំត្រាំព្រីងទាញផងពកផងមកតបានហើយខ្នៃនេះពិសេសធំវា2ហ៊ុន8ហើយវាពិសេសមែនតើហើយខ្នៃមើលមុខសម្លៀងគេ6 7ហ៊ុនបាទគាត់មុខសម្លៀង7ហ៊ុនហើយលំដាប់មេវងមកតែគាត់ថាអត់ដឹងអីទេតែក៏ខ្នៃនេះដឹងមានច្រាបហើយបាទមានច្រាបបាទពិសេសមែនតើហើយបើថ្មសម្លៀងកោងអសស៊ីនេះវាលើសហើយស្អាតធំបាទស្អាតធំបាទ4ធ្នាប់ដៃលើសបងប្អូនដាក់4ធ្នាប់ដៃលើសហើយពិសេសមាននាងពួននៅនឹងតែម្ដងបាទនាងពួនមកសម្លៀងមាននាងពួននៅសងខាងតែម្ដងបាទថ្មសម្លៀងមាននាងពួននៅសងខាងពិសេសមែនតើបាទនេះដោយសារមានកតិចល្មៀតខ្ញុំត្រាំឲ្យឡើងពណ៌រឿងផងហើយថ្មសលៀងនេះមាននឹងពូនសងខាងហើយអសស៊ីខ្លាំងមែនតើបាទស៊ីនេះស៊ីលើសស្អាតថ្មសលៀងពិសេសហើយប្របែងបែរជា7ហ៊ុនថ្មសលៀងនេះបាទកម្ពស់បាន7ហ៊ុនហ្នឹងព្រោះធំហើយថ្មសលៀងនេះក៏ធំដែរបងប្អូនហើយខ្ញុំទៅដកចេញបានមិនទេដោយសារទៅមកផ្ទះ2យប់ហើយត្រាំទឹកនេះមិនបានដកបាននេះហើយក្បាលគាត់មិនទាន់បានដកធ្មេញដាក់ឲ្យផងបើសិនជានេះខ្ញុំត្រូវដកធ្មេញដាក់នៅក្នុងខ្នាយនេះមកខាង2ទៀតទៅខ្ញុំទៅថតធ្មេញមួយតិចខ្ញុំស្កប់វីដេអូនេះសិនបាទធ្មេញនៅស្អុយទេហើយដកប្រយ័ត្នដកបានមួយប្រយ័ត្នខ្ញុំត្រាំទឹកហើយនេះអូដកអត់បានខ្ញុំហាលថ្ងៃប្រយ័ត្នដកបានមួយគឺខ្ញុំត្រូវដកហើយទុកសិនឲ្យស្ងួតតិចសិនត្រូវដកខាងនេះ2ដាក់ក្នុងខ្នាយខាងនេះ2ដាក់ក្នុងខ្នាយបាទសូមស្កប់វីដេអូនេះសិនបាទហើយខ្នាយនេះធំមែនតើណាបងប្អូនហើយលំដាប់ពិសេសមើលត្រាំប្រេងភ្លាមឡើងពណ៌ស្អាតណាបាទអូបានគ្រប់ថែសាមានលៀបមានជ័យណាហើយខ្ញុំក៏សម្រាប់ចិត្តថាមិនចង់ចែកជាវទេតែធ្វើម៉េចបើថតផុសហើយតែគេត្រូវការខ្ញុំចែកជាវហើយខ្នាយពិសេសមែនតើហើយស្រឡាញ់ជាងគេថ្មសលៀងនឹងពួនសងខាងថ្មសលៀងនេះហើយប្រភេទធំប្រភេទកោងអសស៊ីខ្លាំងបាទតានីថាកោងអសស៊ីលើសបាទហើយនៅក្នុងនោះមានមកគូរបស់ពិសេសដែរបាទគាត់ថាទូចយើងមើលអាធំហើយមកមើលនេះទូចខ្ញុំទុំ5ប្រេងមិនទេបាទលំដាប់ពិសេសដែរនេះបាទបទាបាន2ហ៊ុន5ដែរមួយឈុតគាត់តែថ្មសលៀងគាត់កាច់មួយថ្មសលៀងគាត់កាច់មួយហើយទៅជាប្រហូតថ្នោលក៏ចាក់ទឹកទៅហូវូហើយបាទអានឹងធ្វើមិនពីធម្មជាតិមកគាត់កាច់ថ្មសលៀងខ្លួនឯងចឹងនៅសល់ខាងនេះមួយកោងអសស៊ីស្អាតដែរបាទនេះមួយឈុតของគាត់នេះបាទហើយខ្ញុំមានជូកដុលបាទជូកដុលមានមកគូស្អាតមែនតើសាច់កណ្ដាញ់ហ្មងបាទនេះប្រភេទជូកដុលបងប្អូនកោងអសស៊ីសាច់កណ្ដាញ់មកធានាឲ្យថាសាច់ស្អាតហើយថ្មសលៀងរត់តែពិសេសទៀតថ្មសលៀងកោងអសស៊ីស្អាតថ្មសលៀងតែគាត់ថានៅក្នុងហ្នឹងមើលទៅដូចពកខ្ញុំថានាងពួនហើយនាងពួននៅសងខាងដែរថ្មសលៀងនេះគាត់ណាខ្ញុំមើលឃើញទេនេះចាស់ហើយគាត់ថាថតអញ្ចឹងឃើញបងប្អូនឃើញពកនៅសងខាងអញ្ចឹងជូកដុលនេះអាចនឹងថ្មសលៀងគាត់មាននាងពួនដែរបាទថ្មសលៀងជូកដុលនិងជូកដុលនេះពិសេសបាទកោងអសស៊ីស្អាតខ្នាយមកឈុតនេះស្អាតមែនតើនេះគ្រប់ថែសាត្រូវស្អាតហើយវាមានរបស់ទូច3គូដែរ3គូបាទតែគាត់ថាมันជាស្អាតខ្លាំងទេមិនដូចជូកដុលទេព្រោះផ្នែកខ្មែរយើងគាត់ណារៀងទូចបាទលំដាប់ពិសេសអញ្ចឹងហើយបងប្អូនណាត្រូវការអាចតាក់ទងមកខ្ញុំបានតាម Telegram ហើយស្អាតទូចមែនតែស្អាតណាបងប្អូន
គួលធំណាស់គួលគាត់ថាខ្នាយតិចតួចវាតែងតែប្រហោងអញ្ចឹងស្រាលស្រាលអញ្ចឹងមិនដូចប្រភេទមេវងមិនដូចប្រភេទកាយក្បាលជុកកដោតកាយក្បាលអីទេបាទអញ្ចឹងសូមអរគុណបងប្អូនទាំងអស់គ្នាបាទដែលបានតាមដានវីដេអូនេះសូមឲ្យមានលៀបមានជ័យសុខចម្រើនទាំងអស់គ្នាបាទសាធុសាធុសាធុសម្រាប់